បន្ទាន់ស្នងការនគរបាលខេត្តព្រះសីហនុអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំចូលរួមបម្រើសេវាកម្មបើករថយន្តបំពាក់ឧបករណ៍ផ្ញើសារបោកប្រាស់គ្រោះថ្នាក់ខ្លាំងណាស់បងប្អូនទាំងអស់គ្នាឧបករណ៍ទំនើបមួយនេះគឺមានឈ្មោះថា Fake BTS វាគឺជាឧបករណ៍អេឡិចត្រូនិកដែលទំនើបបំផុតឧបករណ៍នេះគឺគ្រាន់តែដាក់នៅក្នុងឡានហើយគេគ្រាន់តែបើកឡានដែលដឹកឧបករណ៍ហ្នឹងជិះកាត់យើងបងប្អូនភ្លាមមិនដល់1វិនាទីផងបងប្អូនបើយើងនិយាយពីដកដង្ហើមវិញគ្រាន់តែដកដង្ហើមចូលអត់ទាន់បានដកដង្ហើមចេញផងណាគឺវានឹងកាត់ផ្ដាច់ប្រព័ន្ធសេវាទូរស័ព្ទដៃរបស់យើងដោយជំនួសមកវិញនៅសេវាคล้ายដើម្បីក្លែងបន្លំឬក៏បញ្ជូនសារតាម SMS ជាព័ត៌មានคล้ายចូលទៅក្នុងទូរស័ព្ទដៃរបស់បងប្អូនផ្ទាល់តែម្ដងចាអញ្ចឹងសារហ្នឹងគឺវាផ្ញើឲ្យផ្ញើទៀតផ្ញើច្រើនខ្លាំងមែនតើពេលខ្លះផ្ញើឡើងចង់កាំងទូរស័ព្ទហ្មងនេះដូចខ្ញុំ screenshot ដាក់នៅលើហ្នឹងអញ្ចឹងណាបងប្អូនហើយបើសិនជាបងប្អូនហ៊ានតែចុចមើលសារនោះឬក៏ប៉ះដៃចំអា link ដែលវាដាក់មកហ្នឹងណាមិនស្រួលលុយនៅក្នុងកងធនាគារបងប្អូនគឺបាត់ខ្ទេចអស់ហើយអត់ដឹងថាបាត់ទៅណាទេ SMS ដែលវា hack ផ្ញើចូលមកក្នុងទូរស័ព្ទដៃរបស់យើងអាចមានជាច្រើនភាសាជួនកាលឃើញជាភាសាចិនភាសាវៀតណាមក៏មានភាសាខ្មែរយើងក៏មានដែរជួនកាលវាផ្ញើមកប្រាប់ថានេះចោះឈ្មោះថ្ងៃនេះឈ្នះរង្វាន់$300ណាបូក$17បន្ថែមហើយវាដាក់ link ឃើញទេហ៊ានតែចុច link ហ្នឹងឃើញ link វាដាក់អក្សរបន្លំABA យើងគិតថាយ៉ានៅសុកខាង ABA ផ្ញើមកឲ្យយើងឈ្នះរង្វាន់ឈ្នះអីមិនដឹងតែចុច link ហ្នឹងពឹបគ្រោះថ្នាក់ចាគ្រោះថ្នាក់ភ្លាមអញ្ចឹងកន្លងមកក្រសួងក៏ធ្លាប់មានការហាម5ដែរគឺក្រសួងប្រៃសណីនិងទូរគមនាគមន៍ចាលិខិតមួយនេះគឺគាត់ធ្លាប់បានហាម5ថាសូមចូលរួមត្រួតពិនិត្យនិងទប់ស្កាត់ការនាំចូលឬចែកចាយឧបករណ៍ Fake BTS ឲ្យបានម៉ឺងម៉ាត់សូមចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនអំពីករណីនេះក៏ដូចជាការជៀសវាងការបើកមើលឬឆ្លើយតបសារពាក់ព័ន្ធនិងលបែងស៊ីសងកម្ចីឯកជនឬសាររំខានផ្សេងទៀតនឹងការជៀសវាងចុចលើដំណភ្ជាប់ឬក៏គេហៅថា link ណាបងប្អូនអាសបច្រើនមកឃើញយើងអានមិនយល់ថាជាអក្សរអីប៉ុន្តែវាមានត្រេជាបន្ទាត់ហ្នឹងហើយពីខាងក្រោមអញ្ចឹងយើងកុំចុចកំប៉ះ link ហ្នឹងនិយាយចំទៅសារផ្លែផ្ញើមកកុំបើកមើលបដ ாய் លុបចោលឬក៏ប្លុកចោលណាបងប្អូនណាចានិយាយទៅគឺអ្វីដែលគេផ្ញើមកគ្មានប្រភពច្បាស់លាស់កុំប៉ះពាល់កុំបើកមើលគ្រោះថ្នាក់ជាក់ស្ដែងនៅក្នុងថ្ងៃទី20ខែតុលាឆ្នាំ2025វេលាម៉ោង 23:45 នាទីសមាជិកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានចុះអនុវត្តការងារ